ធ្វើលីហាលមកថាធំដើម្បីចែកក្រុមការងាររបស់ខ្ញុំហូបអញ្ចឹងព្រោះគ្នាដោយសារឃើញពួកគាត់ចូលចិត្តខ្លាំងមែនទែនហ្មងមួយថ្ងៃចេញចូលទិញតែលីហាគេហូបហ្នឹងហើយបើនិយាយពីរឿងទិញគេថ្លៃខ្លាំងមែនទែនហ្មងមកកំប៉ុងពី 3000 ទៅ 5000 ទៅ 4000 ក៏មានតាមវាតម្លៃតាមទំហំគេអញ្ចឹងណាលីងាវលីសមកប្រហែលជា2គីឡូប្រហែលបងប្អូនគ្នា1គីឡូជា2គីឡូឯងមកធ្វើឲ្យពួកគាត់ញ៉ាំមកអស់ចិត្តម្ដងមើលទិញមកពីគេអញ្ចឹងយើងធ្វើការលាងសម្អាតឲ្យបានស្អាតសិនបងប្អូនគ្នា4ទៅ5ទឹកទៅឃើញអត់ស្ទើរដីនឹងខ្មៅរាល់តែម្ដងយើងធ្វើការរុះច្បល់វាអស់ដីមកយើងតាក់4 5 6ទឹកក៏បានដែរប្រហែលទឹកក៏បានដែរយើងគិតថាយើងលាងស្អាតអញ្ចឹងណាតបពីថាលាងស្អាតហើយយើងធ្វើការមកយកទឹកដាំបងប្អូននេះត្រូវដាំទឹកចឹងដាំទឹកក្តៅដើម្បីស្រោះលីសនោះឯងយើងអាចហូបទាំងឆាវបានទេគ្រឿងផ្សំរបស់ខ្ញុំមានម្ទេសនិងខ្ទឹមបងប្អូនគ្នាយើងធ្វើការបុកវាទៅដើម្បីដាក់លាយជាមួយនឹងលីសរបស់យើងនោះហើយយើងមានគ្រឿងផ្សំផ្សេងទៀតអញ្ចឹងមិនមែនតែ2មុខទេបងប្អូនគ្នាគាត់ថាបង្ហាញ2មុខនេះសិនបានថាការប្រឡាក់លីសរបស់ខ្ញុំគឺឆ្ងាញ់ហូបហើយក៏ចង់ហូបទៀតមកបងប្អូនគ្នាចាំមើលតែពណ៌សម្បុរមើលតែរូបរាងគេទៅដឹងហើយម្ទេសខ្ទឹមយើងធ្វើការបុកវាឲ្យម៉ត់មកបងប្អូនគ្នាចូលចិត្តហឹរខ្លាំងប៉ុណ្ណាដាក់ម្ទេសច្រើនប៉ុណ្ណឹងទៅឥឡូវនេះគេថាយើងដាំទឹកពុះហើយបងប្អូនគ្នាហើយងាវរបស់យើងហ្នឹងច្រឡំងាវលីសរបស់យើងក៏បានលាងសម្អាតរួចយកមកចាក់បន្ថែមជាមួយទឹកក្តៅបន្ថែមពីលើទៀតមកបងប្អូនគ្នាចាក់តែមកឈូសហើយយើងលើកមកកុំចាក់យូរពេកយើងកុំឲ្យវាឆ្អិនពេកអញ្ចឹងបងប្អូនគ្នាខ្លាចវាហាមាត់ឥឡូវយើងស្រោះវាមកភ្លក្សហើយយើងយកវាមកលាយជាមួយគ្រឿងរបស់យើងហើយលៀសរបស់យើងហ្នឹងគឺបានលាងសម្អាតស្អាតរួចរាល់ហើយនេះគ្រឿងរបស់យើងដែលយើងបុកមកហ្នឹងមានម្ទេសមានខ្ទឹមនោះឯងដាក់ចូលហើយយើងធ្វើការច្បល់វាសពទៅហើយចាំយើងដាក់បន្ថែមគ្រឿងពីលើដូចជាយើងចង់ថែមរ៉ូឌីថែមអីតាមហ្នឹងទៀតអញ្ចឹងណាបងប្អូនគ្នាដាក់អីក៏ដាក់ទៅស្ករប៊ីចេងអីតាមនេះទៅស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅតែខ្ញុំលាយ30 សាប់ម៉ាតជាមួយនឹងលៀសត្រូវឲ្យលីសរបស់ខ្ញុំមករត់ទៅតាងាវខ្មោចទេប្រាប់ថាលីសហើយនៅតាងាវខ្មោចមាត់នេះចាប់ចំណាប់ទៀនណាបងប្អូនគ្នាឥឡូវយើងចាក់ស្ករប៊ីចេងរ៉ូឌីស្អីហើយយើងកូរកន្លុកហើយចាប់ដើមចាក់ដាក់ថាសបងប្អូនគ្នាចាក់ដាក់ថាសយើងរៀបវាស្អាតមកយើងបន្ថែមជាមួយនឹងគ្រឿងរបស់យើងបន្ថែមទៀតមានដូចជារ៉ូឌីរ៉ូឌីបន្ថែមពីលើទៀតចឹងបងប្អូនគ្នាស្ករអីចឹងទៅនិយាយទៅអ្នកជួយចិត្តផ្អែមឬក៏អីអាចដាក់តាមនឹងថែមខ្លួនឯងចឹងទៅបងប្អូនគ្នាហើយនេះអូយេមែនគឺតំណខ្លាំងមែនតើហើយម្ទេសប៉ុណ្ណឹងគឺអត់គ្រប់គ្រាន់សម្រាប់ពួកខ្ញុំទេគឺត្រូវបុកម្ទេសរោយថែមពីលើទៀតដើម្បីឲ្យវាមើលទៅពណ៌វាកាន់តែទាក់ទាញហើយកាន់តែស្អាតពណ៌លក្ខណៈក្រហមឆ្អិនឆៅពណ៌ការ៉េមហ្មងបងប្អូនហើយនេះជាមួយនឹងស្លឹកខ្ទឹមយើងធ្វើការរោយបន្ថែមពីលើមកអូយេមែនតំណខ្លាំងមែនតើហ្មងបងប្អូននេះអើយលៀសមកថាសនេះគឺចាប់ចិត្តហ្មងបងប្អូនគ្នាហើយខ្ញុំលាយគ្រឿងរាំងដិតព្រោះអីលៀសតែកាលណាគ្រឿងដិតគឺឆ្ងាញ់តែកំប្រៃគ្រឿងដិតតែកំប្រៃបងប្អូនតែប្រៃគឺលេងឆ្ងាញ់ហើយហាទុកចោលមកសន្ទុះទៅយើងអាចញ៉ាំបានណាបងប្អូនដោយសារតែយើងអាចញ៉ាំភ្លាមវាអត់ទាន់ក្រៀមគ្រឿងចូលជាតិចូលអីស្រួលបួលទៅយើងហាលមកសន្ទុះខ្វាយជាកន្លះម៉ោងទៅយើងអាចហូបបានហើយមើលតែរូបរាងមើលតែពណ៌សម្បុរគេទៅដឹងតែចង់ហូបហើយនេះហាលមិនទាន់បាននឹងប្រហែលនាទីផងមានរំដួលមកលួចស៊ីបាត់យ៉ាពីសួរថាវាមកស៊ីវាថាឃើញតំណងពេកទ្រាំបានទុកចិត្តអត់បានហ្នឹងហើយឃើញតែតំណងឆ្ងាញ់អញ្ចឹងបងប្អូនហើយពួកនេះណាបងប្អូនរឿងស៊ីស៊ីអីនេះមួយថ្ងៃមិនដឹងជាប្រហែលកំប៉ុងទេពួកវាទិញមកស៊ីជុំគ្នាណាបងប្អូនចេញចូលទីក៏ខ្មោចរំដួលទៅទីក៏ខ្មោចសេដាចម្ប៉ាក៏ទៅទិញមកណាដូចប្រាប់អញ្ចឹងបើទិញគេមកកំប៉ុង 2000 3000 4000 5000តាមតម្លៃទំហំលៀសរបស់គេអញ្ចឹងតែបើយើងធ្វើខ្លួនឯងចេះអត់សូវចំណាយច្រើនទេដោយសារតែទិញមកអស់តែ 5 6000 ធ្វើស៊ីបានមកផ្ទះមកបងប្អូនកំពះកំពើទៀងកាត់ខ្វះមិញរំដួលមកលួចស៊ីឥឡូវសេដាម្ដងនិយាយទៅពួកហ្នឹងបងប្អូននេះប្រាប់អញ្ចឹងចំណងចំណូលចិត្តវាធ្វើជាចេះអីដាក់ទុកហាទុកអីហ្នឹងតែភ្លេចខ្លួនមកមើលអស់ឡើយបងប្អូននេះសេដាគេមកស៊ីគេមកបង្ហាញឲ្យមើលអញ្ចឹងហើយលៀននេះឃើញទូចអញ្ចឹងតែបើនិយាយពីរឿងសាច់វិញឡើងណានក្តាន់បងប្អូននិយាយពីថាឆ្ងាញ់កប់សេរីហ្មងហើយខ្ញុំឃើញសេដាវាស៊ីវាតំណងខ្ញុំលក្ខណៈថាឃើញឲ្យទុកចិត្តឲ្យបានចង់មកភ្លក់ដែរឡើងមកភ្លក់នឹងគេទៅមួយពីរអ្នកសេដានិយាយមែនប្រូសលេងបដើយទឹកមកបដើមកគ្នាអើយវាតំណងខ្លាំងណាขนาดนี้ก็น้องទៅមាត់សៃហាដូចស៊ីតំណងដល់បងប្អូនឥឡូវហាលបានប្រហែលជាខ្ទង់កន្លះម៉ោងហើយមិនបាច់ឈរស៊ី5ថ្ងៃទេលើកមកស៊ីនឹងមកលុបមកទៅហើយពួកនេះដាក់មកថាសចឹងមកព្រុសអស់ឡើយបងប្អូនមិនភ័យព្រួយតែរឿងសល់រឿងអីទេខ្ញុំថតប្លុកអីមួយកម្រមានរបស់ที่ខ្ញុំថតហើយគឺសល់ណាស់តែថតចប់គឺដឹងតែអស់ដែរហើយប្លុករបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំជួយ share និង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនិងសកម្មភាពថ្មីៗខ្ញុំបាទចរណាគុណច្រើនបាយបាយជម្រាបលាបាទ